20 feelings in English អារម្មណ៍ទាំង20ជាភាសាអង់គ្លេស Happy សប្បាយចិត្ត I am so happy today ខ្ញុំពិតជាសប្បាយចិត្តណាស់នៅថ្ងៃនេះ Sad សោកសៅឬពិបាកចិត្តឬយើងអាចនិយាយថាមិនសប្បាយចិត្ត My older brother is sad today បងប្រុសរបស់ខ្ញុំគឺសោកសៅណាស់នៅថ្ងៃនេះ អញ្ចឹង brother មានន័យថាបងប្អូនប្រុសតែបើយើងចង់និយាយពីបងប្រុសរបស់យើងត្រូវថែម older អញ្ចឹង my older brother is sad today បងប្រុសរបស់ខ្ញុំគឺមិនសប្បាយចិត្តទេនៅថ្ងៃនេះ angry គឺមានន័យថាខឹង Don't be angry with me កុំខឹងខ្ញុំអី excited គឺមានន័យថារំភើបសប្បាយចិត្ត My mom is so excited ម៉ាក់របស់ខ្ញុំពិតជារំភើបសប្បាយចិត្តណាស់ tired គឺជាអារម្មណ៍ហត់នឿយអស់កម្លាំងហ្នឹងយើងនិយាយថា tired I am very tired today ខ្ញុំពិតជាហត់នឿយខ្លាំងណាស់ថ្ងៃនេះ nervous គឺជាអារម្មណ៍ភ័យខ្លាចភ័យព្រួយឧទាហរណ៍យើងរៀបនឹងឡើងធ្វើបទបង្ហាញអីមួយទៅយើងមានអារម្មណ៍ nervous មានន័យថាយើងមានអារម្មណ៍ភ័យខ្លាច He is nervous គាត់មានអារម្មណ៍ភ័យខ្លាច confused គឺមានអារម្មណ៍ច្របូកច្របល់ឬក៏អាចនិយាយថាច្រឡំអីចឹងទៅ I am very confused ខ្ញុំពិតជាច្របូកច្របល់ណាស់ surprised ភ្ញាក់ផ្អើល She was surprised when she saw a gold ring នាងភ្ញាក់ផ្អើលនៅពេលដែលនាងបានឃើញចិញ្ចៀនមាស scare or afraid អញ្ចឹងពាក្យពីរហ្នឹងគឺយើងមានន័យថាខ្លាចដូចគ្នាណាមានន័យថាអារម្មណ៍ភ័យខ្លាចដូចគ្នា scare afraid don't be afraid កុំខ្លាចអី don't be scared កុំខ្លាចអីអញ្ចឹងពីរហ្នឹងមានន័យដូចគ្នា bored ធុញឬក៏មានអារម្មណ៍ថាអផ្សុកអញ្ចឹងណា bored He feels bored គាត់មានអារម្មណ៍ធុញ worried គឺមានអារម្មណ៍ព្រួយបារម្ភ I am worried about you ខ្ញុំបារម្ភពីអ្នក calm or peaceful មានន័យថាស្ងប់ស្ងៀមអារម្មណ៍ស្ងប់ស្ងាត់ចឹងណា This place is peaceful កន្លែងនេះពិតជាស្ងប់ស្ងៀមណាស់ឬក៏កន្លែងនេះពិតជាធ្វើឲ្យអារម្មណ៍យើង peaceful មានន័យថាស្ងប់ស្ងៀមស្ងប់ស្ងាត់ចឹងណា love ស្រឡាញ់ They love each other very much ពួកគេស្រឡាញ់គ្នាណាស់ jealous គឺជាអារម្មណ៍ច្រណែនឬក៏ប្រចណ្ឌចឹង jealous មានន័យថាប្រចណ្ឌឬក៏ច្រណែន She is jealous of her friend នាងច្រណែនមិត្តភក្តិរបស់នាង satisfied គឺជាអារម្មណ៍ពេញចិត្តនឹងអ្វីមួយឧទាហរណ៍ I am truly satisfied with the result ខ្ញុំពិតជាមានការពេញចិត្តទៅនឹងលទ្ធផលណាខ្ញុំពិតជាពេញចិត្តនឹងលទ្ធផលណា relaxed
relaxed relaxed ធូរស្បើយមានន័យថាអារម្មណ៍ធូរស្បើយ I feel relaxed ខ្ញុំមានអារម្មណ៍ធូរស្បើយ curious 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 គឺចង់ដឹងចង់ឮចង់ឃើញ Children are always curious Children are always curious ក្មេងៗតែងតែចង់ដឹងចង់ឮ frustrated frustrated ធុញថប់ I feel frustrated I feel frustrated ខ្ញុំមានអារម្មណ៍ធុញថប់ lonely lonely មានន័យថាឯកា She feels lonely នាងមានអារម្មណ៍ថាឯកា hopeful hopeful មានសង្ឃឹម We must be hopeful យើងត្រូវតែមានសង្ឃឹម Okay so 20 feelings in English is already finished ចាអញ្ចឹងពាក្យទាំង20ដែលនិយាយអំពីអារម្មណ៍នៅក្នុងភាសាអង់គ្លេសក៏បានមកដល់ទីបញ្ចប់ហើយសូមអរគុណបងប្អូនទាំងអស់គ្នា